តោះនេះ alright ថ្ងៃនេះគឺយើងមានរឿងនិយាយតាក់ទងជាមួយនឹងមួកសុវត្ថិភាពពាក់នៅលើក្បាលដើម្បីការពាររបស់យើងនៅពេលដែលយើងជិះម៉ូតូជីឡានអស់ច្រឡំជីឡានយកពាក់មួកឯងយើងនៅពេលដែលយើងជិះម៉ូតូជិះអីផ្សេងៗអញ្ចឹងទៅយើងមិនត្រូវការពាក់មួកសុវត្ថិភាពដើម្បីការពារហើយនៅពេលដែលខ្ញុំបានឃើញការផ្សាយពាណិជ្ជកម្មរបស់គេផ្សេងៗហ្នឹងគឺគេលើកឡើងមកថាភាគច្រើនគឺផ្សាយពាណិជ្ជកម្មចេញមកពីប្រទេសចិនឬក៏ក្រៅប្រទេសអីផ្សេងៗហ្នឹងគឺគេលើកឡើងមកថាមួកសុវត្ថិភាពដែលអាចជួយការពារក្បាលរបស់យើងហ្នឹងតើតែជាប្រភេទមួកសុវត្ថិភាពដែលតាន់មាំរឹងបោកអត់បែកទៅជាមួកសុវត្ថិភាពមួយដែលល្អសម្រាប់ protect ឬមួយក៏ការពារមកដល់ផ្នែកក្បាលរបស់យើងនៅពេលដែលយើងជួបជាមួយឧបទ្ទវហេតុដួលម៉ូតូបោកជាមួយនឹងក្បាលរបស់យើងទៅលើអត់ក្រូអីផ្សេងឬក៏ថ្មអីចឹងទៅវាអាចជួយការពារក្បាលរបស់យើងបានក៏តែខ្ញុំចង់ថាពូផ្សាយពាណិជ្ជកម្មបែបហ្នឹងគឺមិនមែនជារឿងប៉ិតទេកុំចិត្តតែទិញមួកដែលតាន់ខ្លាំងពេកព្រោះថាមួកដែលតាន់ហ្នឹងគឺវាអាចធ្វើឲ្យយើងបាត់បង់ជីវិតដោយសារតែមួកដែលតាន់មាំរឹងបោកអត់បែករបស់យើងហ្នឹងបានព្រោះតែសារអីគេទៅមកឥឡូវនេះកុំឲ្យចាំយូរខំមកចិត្តទៅមកយើងទៅនិយាយពីរឿងមួកហ្នឹងទាំងអស់គ្នាអញ្ចឹងបើនិយាយទៅជាធម្មតានៅពេលដែលយើងទិញមួកទិញអីផ្សេងៗយើងថែងតែមើលឃើញវីដេអូអីផ្សេងៗមួកនេះស្អាតមួកនេះតាន់មាំរឹងយកមកបោកផងយកមកយកអីមកដំផងមិនឲ្យវាកំបែកទៅយើងគិតថាមួកហ្នឹងគឺវាល្អសម្រាប់ការពារមកដល់ផ្នែកក្បាលរបស់យើងហើយក៏ប៉ុន្តែតាមពិតទៅគឺមិនមែនអញ្ចឹងទេការ design ការបង្កើតមួកឡើងមកមួកសុវត្ថិភាពហ្នឹងគឺគេធ្វើឡើងមកនៅក្នុងគោលបំណងលក្ខណៈថាធ្វើឲ្យវាបែបថាផុយមកល្មមអាចការពារមកដល់ក្បាលរបស់យើងមិនមាំពេកមិនរឹងខ្លាំងពេកគឺគេធ្វើវានិយាយទៅគឺគេធ្វើអញ្ចឹង design អញ្ចឹង original មកយកហ្មងគឺបោកមួកហ្នឹងអាចបែកហើយកុំឲ្យតាន់កុំឲ្យមាំកុំឲ្យរឹងខ្លាំងពេកពេលចុះសម្រាប់មូលហេតុវិញដោយសារអីគេទៅមិនបានគេមិនធ្វើមួកហ្នឹងឲ្យវារឹងមាំតាន់បោកអត់បែកទៅគឺដោយសារតែឧទាហរណ៍ឥឡូវសម័យថានៅពេលដែលយើងជិះម៉ូតូជិះម៉ូតូហើយយើងពាក់មួកសុវត្ថិភាពដែលមាំដែលតាន់ដែលរឹងបោកអត់បែករបស់យើងហ្នឹងឧទាហរណ៍ចៃដន្យអីយើងជួបជាមួយឧបទ្ទវហេតុបោកក្បាលរបស់យើងទៅនឹងផ្លូវឬមួយក៏ទៅនឹងដែកឬមួយក៏ទៅនឹងជាងអីផ្សេងបោកមកទៅហឹងអញ្ចឹងកាលណាដែលបោកភុងទៅប្រសិនបើមួកហ្នឹងគឺគេ design ឡើងមកដើម្បីឲ្យវាបែកនៅពេលដែលវាបុកជាមួយនឹងកម្លាំងណាមួយដើម្បីធ្វើឲ្យមួកនឹងបែកវាការពារមកដល់ផ្នែកក្បាលរបស់យើងក៏ប៉ុន្តែនៅពេលដែលមួកនឹងនៅពេលដែលបុកភុងទៅវាអត់បែកមួកទេសូកន្លែងហ្នឹងឯងគឺថាកម្លាំងដែលយើងបុកជាមួយនឹងផ្នែកណាមួយ object វត្ថុណាមួយហ្នឹងគឺកម្លាំងហ្នឹងវានឹងហត់ straight មករកក្បាលរបស់យើងតែម្ដងអញ្ចឹងវាធ្វើឲ្យក្បាលរបស់យើងហ្នឹងគឺដើរតួទៅជាមួកដែលអាចបែកនៅខាងក្នុងហ្នឹងវិញខ្ញុំនិយាយរឿងពិបាកយល់បន្តិចក៏ថាទាំងនេះអាចឃើញរូបភាពដែលខ្ញុំបានដាក់នៅខាងលើនេះគឺងាយយល់មែនតើសូទិញមួកលើក្រោយកុំភ្លេចពិនិត្យមើលផងមួកខ្លះគឺវាតាន់មាំខ្លាំងពេកគឺវាអាចធ្វើឲ្យយើងគ្រោះថ្នាក់វិញអញ្ចឹងពិនិត្យមើលមួកឲ្យបានត្រឹមត្រូវមួកគឺគេ design ឡើងមកគឺធ្វើឲ្យវាងាយនៅក្នុងការប៉ះជាមួយរបស់អីមួយធ្វើឲ្យមួកនឹងបែកមិនមែនធ្វើឲ្យវាមាំតាន់បុកជាមួយនឹងរបស់អីមួយគឺវាអត់បែកអត់អីទេអញ្ចឹងទិញមួកលើក្រោយកុំភ្លេចពិនិត្យមើលផងបាទយល់ខ្ញុំនិយាយទេមើលទៅរូបភាពទៅគឺយល់ទេអូខេបាទយល់ទៀតឆាតមកខ្ញុំមកចាំខ្ញុំបញ្យល់អូខេអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេ I see you guys in the next videos